កាន់របស់ក្រុមប្រឆាំងដែលថារាជរដ្ឋាភិបាលមិនខ្វល់ខ្វាយចំពោះការបន្តឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាគឺជាការពិតដែរឬទេមិនមែនជាការពិតទេការចោទប្រកាន់បែបនេះគឺជាការមួលបង្កាច់និងបំភ្លៃការពិតពីសំណាក់ក្រុមប្រឆាំងដែលតែងយកបញ្ហាព្រំដែនមកធ្វើជាកូនអុកនយោបាយដើម្បីបំភាន់សាធារណមតិនិងវាយប្រហាររាជរដ្ឋាភិបាលខណៈដែលពួកគេមិនបានធ្វើអ្វីសោះដើម្បីជាតិការលើកឡើងបែបនេះមិនត្រឹមតែមិនបានជួយដោះស្រាយបញ្ហាប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចបង្កជាការយល់ច្រឡំប៉ះពាល់ដល់សាមគ្គីភាពជាតិនិងហាក់ដូចជាទទួលយកការឈ្លានពានរបស់ទាហានសៀមទៀតផងរាជរដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការជាបន្តបន្ទាប់ទាំងតាមរយៈការទូតការតវ៉ាជាផ្លូវការចរចាទ្វេភាគីការប្រើយន្តការអន្តរជាតិនិងការអញ្ជើញភាគីអន្តរជាតិចុះពិនិត្យស្ថានភាពជាក់ស្ដែងសកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ថាកម្ពុជាកំពុងការពារអធិបតេយ្យភាពជាតិដោយការទទួលខុសត្រូវនិងមានយុទ្ធសាស្ត្រច្បាស់លាស់មិនមែនមិនខ្វល់មិនធ្វើអ្វីសោះបានតែផ្សព្វផ្សាយឃោសនាបំភ្លៃព័ត៌មានដើម្បីកេងចំណេញនយោបាយដោយក្រុមប្រឆាំងនោះឡើយ